បាទសូមជម្រាបសួរសម្រាប់ថ្ងៃនេះគឺជាកម្មវិធីបន់អំទូកបណ្ដាប្រទីបអកអំបុកសំពះព្រះខែដែលជាប្រពៃណីរបស់ប្រជាជនយើងហើយនេះគឺជាសកម្មភាពរបស់ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទចំណុះជើងវត្តវត្តព្រៃផ្ដៅស្ថិតនៅក្នុងស្រុកព្រៃកបាស់នៃខេត្តតាកែវពួកគាត់កំពុងតែរៀបចំនៅកម្មវិធីដាល់អំបុកដែលមានទាំងកំឡោះកមុំក្មេងចាស់ប្រុសស្រីលោកអាចារ្យគណៈកម្មការពួតដៃគ្នាយ៉ាងស្រស់ស្រាក់ស្រស់ស្រាំមានទាំងពីអ្នកលេងអំបុកអ្នកដាល់អំបុកអ្នករែងជាដើមហើយមានទាំងពីអ្នកបច្ចេកជនអុកហាក់ផងដែរហើយយើងមើលទៅដូចជាមានភាពសប្បាយរីករាយនិងសាមគ្គីភាពគ្នាយ៉ាងគួរឲ្យកត់សម្គាល់សម្រាប់ពេលបច្ចុប្បន្ននេះបើគ្រាន់តែចង់បានអំបុកយកមកប្រារព្ធកម្មវិធីមិនគួរពិបាកដល់ម្លឹងក៏បានដែរគ្រាន់តែយើងទៅទិញស្រាប់យកមករៀបចំជាការស្រេចប៉ុន្តែយ៉ាងណាមិញពុទ្ធបរិស័ទជាពិសេសលោកយាយលោកតាគណៈកម្មការក៏ដូចជាព្រះសង្ឃផងដែរនោះលោកមានចេតនាចង់បង្ហាញពីរបៀបធ្វើអំបុកនិងកម្មវិធីជាច្រើនទៀតដែលប្រារព្ធឡើងនៅក្នុងកម្មវិធីបុណ្យអុំទូករបស់យើងផងដែរសម្រាប់កម្មវិធីទាំងមូលគឺពេលថ្ងៃយើងដាល់អំបុកជុំគ្នាហើយពេលយប់យើងយកអំបុកដែលដាល់រួចទៅរៀបចំដាក់ឲ្យមានរបៀបដើម្បីត្រៀមក្នុងការអកអំបុកជុំគ្នាជាសូមប្រកាសណាម្ចាស់របស់អង្គយាមយកទាំងអស់លោកតាមចិត្តតាមជាធនាបុរសធ្វើបាត់នមស្ការចំពោះពុទ្ធបរិស័ទដៃដើម្បីបានបនសោរួចចាក់ផុតទុកគ្រប់ព្រះអង្គគ្រប់ព្រះមេរងនមោទនី
បន្ទាប់ពីព្រះសង្ឃលោកធ្វើកិច្ចនមស្ការគុណព្រះរតនត្រ័យរួចរាល់យើងនឹងមានកម្មវិធីបណ្ដែតប្រទីបបង្ហោះគោមបាញ់កាំជ្រួចជាដើមក្នុងចេតនាសូមក្តីសុខសុភមង្គលដល់ក្រុមគ្រួសារនិងប្រទេសជាតិទាំងមូលយ៉ាងណាមិញតកតងនឹងប្រវត្តិនៃពិធីបុណ្យអុំទូកនេះខ្ញុំសូមមិនលម្អិតអ្វីច្រើនទេព្រោះយើងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅគ្រប់គ្នារួចមកហើយតែអ្វីដែលខ្ញុំចង់បង្ហាញទៅដល់យុវជនជំនាន់ក្រោយគឺចង់ឲ្យពួកគាត់បានស្គាល់និងចងចាំទុកនៅអ្វីដែលជារបស់ខ្មែរដែលដូនតាបានបន្សល់ទុក
ចុងក្រោយសូមបងប្អូនយុវជនទាំងអស់រួមគ្នាការពារថែរក្សាសម្បត្តិវប្បធម៌របស់យើងឲ្យបានគង់វង្សយូរអង្វែងតរៀងទៅសូមអរគុណ សប្បាយទេតាមក្រោយមកទៀតទេមកហើយមក